និទានគំនិតកាត់បន្ថយឬខំបង្កើននៅក្នុងជីវិតប្រចាំថ្ងៃឬក្នុងកិច្ចការរកស៊ីផ្សេងទោះបីជាផ្នែកឯកជនក្តីឬជាប្រភេទក្រុមហ៊ុនតូចធំក្តីតែងតែជួបនឹងវិបត្តិឬការខាតបង់ដោយសារតែចំណូលតិចជាងចំណាយជារឿងធម្មតារបស់មនុស្សបើពេលណាមានបញ្ហាបែបនោះគេត្រូវតែរិះរកវិធីដោះស្រាយនិងមិនអាចនៅអង្គុយស្ងៀមដោយកូនចាបដែលចំហមាត់ចាំតែទទួលចំណីស្រាប់នោះទេវិធីគិតដោះស្រាយបញ្ហារបស់មនុស្សមានច្រើនបែបច្រើនយ៉ាងទៅតាមទស្សនៈរៀងៗខ្លួនឯលទ្ធផលនៃការដោះស្រាយវាកាន់តែល្អឬកាន់តែអាក្រក់ទៅតាមបច្ចេកទេសរៀងៗខ្លួនអ៊ីចឹងដែរអ្នកខ្លះដើម្បីដោះស្រាយបញ្ហារោគចាយមិនគ្រប់គេខំចាយឲ្យកាន់តែតិចឯអ្នកខ្លះទៀតនៅចាយដដែលតែគេខំបន្ថែមពេលវេលាធ្វើការឬបន្ថែមទិន្នផលផលិតឲ្យកាន់តែខ្ពស់ក្នុងបណ្ដាវិធីទាំងនេះតើវិធីណាដែលយើងគួរជ្រើសរើសមុនគេក្រុមហ៊ុនកយល់ឃើញថាក្នុងមួយខែខ្ទង់ចំណាយមានកម្រិតខ្ពស់ពេកធ្វើឲ្យក្រុមហ៊ុនទៅជារកស៊ីខាតគេគិតរកវិធីកាត់បន្ថយប្រាក់ចំណាយផ្សេងបំផុសឲ្យបុគ្គលិកគ្រប់គ្នាចេះត្បិតត្បៀតសន្សំសំចៃដូចជាបិទអំពូលភ្លើងណាដែលពុំចាំបាច់បិទម៉ាស៊ីនត្រជាក់ក្នុងពេលសម្រាកថ្ងៃត្រង់និងកាត់បន្ថយប្រាក់ឧបត្ថម្ភមួយចំនួនដែលអាចឲ្យក្រុមហ៊ុនសន្សំសំចៃបានគួរសមដែរក្នុងមួយខែចំណែកឯក្រុមហ៊ុនខរកស៊ីខាតដូចគ្នាតែគេមិនគិតដូចក្រុមហ៊ុនកទេគេរកវិធីបង្កើនប្រាក់ចំណូលឲ្យក្រុមហ៊ុនដោយរៀបចំប្រជុំប្រាប់បុគ្គលិកឲ្យខំបង្កើនការលក់ដូរឲ្យច្រើនជាងមុនអប់រំបង្កើនគុណភាពសមត្ថភាពរបស់បុគ្គលិកឲ្យខ្ពស់ជាងមុនខែបន្ទាប់មកក្រុមហ៊ុនខក៏មានចំណូលខ្ពស់ជាងមុនជាលំដាប់ក្រុមហ៊ុនទាំងពីរសុទ្ធតែមានគោលការណ៍ក្នុងការបង្កើនភាពរឹងមាំដល់ខ្លួនដូចគ្នាគ្រាន់តែប្រើវិធីមិនដូចគ្នាឯលទ្ធផលក៏មិនដូចគ្នាដែរការសន្សំសំចៃត្បិតត្បៀតវាជាប្រការល្អម្យ៉ាងជាវិធីរបស់អ្នកមានក្នុងសម័យមុនដែលយើងធ្លាប់សង្កេតឃើញក្នុងសម័យសង្គមខ្មែរយើងតែសម្រាប់ការរកស៊ីក្នុងសម័យថ្មីវិញការត្បិតត្បៀតការកាត់បន្ថយប្រាក់ចំណាយមិនគួរជាវិធីដែលយើងត្រូវជ្រើសរើសយកមកប្រើមុនគេបង្អស់នោះទេប្រការដំបូងបំផុតដែលយើងត្រូវធ្វើគឺបង្កើនប្រាក់ចំណូលអ្នកដែលឈរស្ងៀមក្នុងទឹកកំពុងហូរគឺជាអ្នកដើរថយក្រោយបើយើងនៅស្ងៀមអ្នកដទៃគេនឹងដើរជែងយើងទៅមុនការគ្រាន់តែកាត់បន្ថយប្រាក់ចំណាយវាក៏មិនខុសអ្វីពីការឈរត្រឹងមួយកន្លែងនោះដែរមនុស្សយើងមានពេលត្រឹមតែ24ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃបើយើងខំចំណាយពេលមួយថ្ងៃដើម្បីរកវិធីកាត់បន្ថយប្រាក់ចំណាយយើងក៏នឹងខាតពេលវេលាដ៏មានតម្លៃសម្រាប់យកទៅប្រើប្រាស់ក្នុងការបង្កើនប្រាក់ចំណូលវិញដែរហើយទោះជាយើងប្រើខួរក្បាលសម្រាប់គិតក្នុងការកាត់បន្ថយប្រាក់ចំណាយក៏យើងអាចកាត់បានតែត្រឹមកម្រិតណាមួយតែប៉ុណ្ណោះប៉ុន្តែបើយើងប្រើពេលវេលា24ម៉ោងដើម្បីបង្កើនប្រាក់ចំណូលវិញយើងអាចនឹងប្រើពេលវេលារបស់យើងឲ្យមានតម្លៃខ្ពស់ជាងការកាត់បន្ថយប្រាក់ចំណាយទៅទៀតបើនិយាយពីខួរក្បាលរបស់យើងវិញក៏កាន់តែមានសារៈសំខាន់ខ្លាំងណាស់ទៅទៀតមនុស្សអាចពង្រីកការគិតឲ្យកាន់តែខ្ពស់បានបើយើងប្រើខួរក្បាលគិតរិះរកវិធីបង្កើនប្រាក់ចំណូលយើងប្រកាសជាអាចរកបន្ថែមបានប្រាក់មាននៅគ្រប់ទីកន្លែងក៏ទុកសម្រាប់ឲ្យអ្នកឆ្លាតមកប្រមូលយកជារបស់ខ្លួននោះឯងពេលណាយើងប្រើខួរក្បាលទ្រីរិះដើម្បីរកលុយយើងមុខជានឹងអាចរកឃើញគំនរលុយនោះជាមិនខានហើយជាចំនួនលុយដ៏ច្រើនគ្មានដែនកំណត់ទៀតផងចំណែកការកាត់បន្ថយចំណាយយើងមិនអាចកាត់បន្ថយបានស្រេចតែនឹងចិត្តនោះទេម្យ៉ាងទៀតការកាត់បន្ថយប្រាក់ចំណាយវានឹងធ្វើឲ្យបុគ្គលិកធ្វើការព្រួយបារម្ភគេនឹងគិតថាក្រុមហ៊ុនកំពុងមានបញ្ហាហើយអាចនឹងរលំក្នុងថ្ងៃណាមួយក៏ថាបានបើកាលណាបុគ្គលិកបាក់ទឹកចិត្តហើយប្រសិទ្ធភាពការងារក៏កាន់តែធ្លាក់ចុះដោយជៀសពុំរួចឡើយគ្មានអ្នកណាចង់ធ្វើការ
នៅទីកន្លែងដែលមើលមិនឃើញអនាគតភ្លឺស្វាងនោះឡើយបើបុគ្គលិកមើលឃើញថាក្រុមហ៊ុនកំពុងតែរំជើបរំជួលហើយគេក៏មិនមែនជាសាច់ឈាមលោហិតអីជាមួយនឹងថៅកែដែរម្ល៉េះហើយគេមិនចាំបាច់ឲ្យក្រុមហ៊ុនរលំក្រែងហើយបានរត់នោះទេគេប្រកាសជារត់មុនពេលក្រុមហ៊ុនរលំព្រោះបើគេចង់រកការងារថ្មីបានល្អវាទាល់តែមានការងារចាស់នៅទប់ផងដែរទើបអាចមានទឹកមាត់សម្រាប់តថ្លៃជាមួយក្រុមហ៊ុនថ្មីបាននៅទីបំផុតមិនថាជាគេតស៊ូដើម្បីក្រុមហ៊ុនឬដោយសារហេតុផលអ្វីនោះទេបើក្រុមហ៊ុនរលំគេក៏ត្រូវតែរលាយតើមានអ្នកណាមកយំជំនួសនៅក្នុងជីវិតរបស់យើងម្នាក់បើចង់ការពារកុំឲ្យរលំយើងត្រូវតែរកវិធីបង្កើនប្រសិទ្ធភាពការងារបង្កើនពេលម៉ោងធ្វើការបង្កើនការឧស្សាហ៍ព្យាយាមល្អជាងអង្គុយរអ៊ូខំរិះត្បិតត្បៀតតែមិនព្រមធ្វើអ្វីឲ្យលើសពីមុនបើអ្នកនៅតែធ្វើរឿងដដែលដោយកំពុងធ្វើសពថ្ងៃអ្នកនឹងទទួលបានផលដដែលដោយតែមុនអ៊ីចឹងដែរដើម្បីឲ្យជីវិតបានប្រសើរឡើងអ្នកត្រូវតែខំរៀនសូត្រកែលម្អទៅរកអ្វីដែលល្អជាងមុនបើមិនដូច្នោះទេអ្នកនឹងក្លាយទៅជារបស់ឡាយឡុងជាមិនខានឡើយ